ចាប់តាំងពីសតវត្សទី16ដល់សតវត្សទី20នៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងនេះបានញោមញីដោយសង្គ្រាមឈ្លានពាននិងបានកាន់កាប់ដោយពួកអាណានិគមនិយមអឺរ៉ុបក្នុងនោះមានតែប្រទេសសៀមឬក៏ថៃបច្ចុប្បន្ននេះមួយប៉ុណ្ណោះដែលបានរួចផុតពីអំណាចអាណានិគមនិយមគ្រប់ចំនួនតើដោយសារតែហេតុអ្វីដែរជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតក្នុងប្រធានបទនយោបាយរបស់សៀមក្នុងការគេចចេញពីកណ្ដាប់ដៃនៃអាណានិគមនិយមអឺរ៉ុបជាពិសេសគឺបារាំងនិងអង់គ្លេសក្នុងសតវត្សទី19ក្នុងប្រធានបទមួយនេះបងប្អូននឹងបានស្វែងយល់អំពីថាតើប្រទេសណាខ្លះក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះបានទទួលរងនៅអាណានិគមនិយមមុនគេនិងតើនយោបាយអ្វីខ្លះដែលសៀមឬក៏ថៃបច្ចុប្បន្ននេះបានប្រើប្រាស់ដើម្បីគេចផុតពីអំណាចនៃអាណានិគមនិយមរបស់អឺរ៉ុបទាំងនោះបងប្អូនជាដំបូងខ្ញុំបាទសូមណែនាំបងប្អូនមកស្វែងយល់អំពីប្រវត្តិនៃអាណានិគមនិយមនៅតំបន់អាស៊ីអាគ្នេយ៍របស់យើងបន្តិចសិនថាតើប្រទេសមួយណាដែលទទួលរងនៅអំណាចអាណានិគមនិយមមុនគេតាមឯកសារប្រវត្តិសាស្ត្របានបង្ហាញថាអាណានិគមនិយមអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍នេះគឺចាប់ផ្ដើមមានតាំងពីសតវត្សទី16មកម្លេះតាំងពីដើមសតវត្សទី16មកអ្នករុករកតាមសមុទ្រនិងអ្នកជំនួញជនជាតិអឺរ៉ុបជាពិសេសគឺជនជាតិព័រទុយហ្គាល់អេស្ប៉ាញអង់គ្លេសនិងបារាំងជាដើមនោះបានចូលមកដល់តំបន់អាស៊ីអាគ្នេយ៍ក្នុងគោលបំណងផ្សេងៗគ្នាក្នុងនោះមានដូចជាការធ្វើពាណិជ្ជកម្មតាមសមុទ្រការផ្សព្វផ្សាយសាសនានិងការផ្សងព្រេងរុករកជាដើមក្នុងឆ្នាំ1509នៃគ្រិស្តសករាជអ្នកជំនួញតាមសមុទ្រជនជាតិព័រទុយហ្គាល់បានចូលមកដល់ច្រកសមុទ្រម៉ាឡាកាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសម៉ាឡេនៃរាជវង្សមូស្លីមស៊ុលតង់កាលនោះកប៉ាល់របស់កងទ័ពព័រទុយហ្គាល់ក៏បានមកដល់ច្រកសមុទ្រឥណ្ឌាដូចគ្នាដែរស្ដេចស៊ុលតង់នៃកោះម៉ាឡេបានចាប់ខ្លួនជាអ្នកជំនួញជនជាតិព័រទុយហ្គាល់ទើបនៅក្នុងឆ្នាំ1511កងទ័ពសមុទ្ររបស់ព័រទុយហ្គាល់ចំនួន1200នាក់និងកប៉ាល់ចម្បាំងចំនួន14គ្រឿងបានចូលមកដល់ច្រកសមុទ្រម៉ាឡាកាដើម្បីរំដោះជនជាតិព័រទុយហ្គាល់ទាំងនោះប៉ុន្តែការរំដោះនោះក៏បានคล้ายទៅជាសង្គ្រាមឈ្លានពាននិងចុងក្រោយព័រទុយហ្គាល់បានកាន់កាប់ច្រកសមុទ្រម៉ាឡាកានិងគ្រប់គ្រងកោះម៉ាឡេបង្កើតមូលដ្ឋានកងទ័ពនិងចាប់ដើមធ្វើជាអាណាព្យាបាលតាំងពីពេលនោះមកហ្នឹងហើយបងប្អូនខាងលើគឺជាចំណុចចាប់ផ្ដើមនៃប្រវត្តិអាណានិគមនិយមនៅអាស៊ីអាគ្នេយ៍យើងនេះតទៅនេះខ្ញុំបាទនឹងរៀបរាប់ដោយសង្ខេបអំពីថាតើប្រទេសណាខ្លះបានរងនៅអំពើអាណានិគមនិយមរបស់អឺរ៉ុបទី1ម៉ាឡេស៊ីស្ថិតនៅក្រោមអាណានិគមនិយម3ដងទី1គឺព័រទុយហ្គាល់នៅឆ្នាំ1511ដល់ឆ្នាំ1641នៃគ្រិស្តសករាជនិងទី2បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហូឡង់នៅឆ្នាំ1641នៃគ្រិស្តសករាជដល់ឆ្នាំ1824និងទី3គឺចក្រភពអង់គ្លេសនៅឆ្នាំ1824នៃគ្រិស្តសករាជក្នុងនោះម៉ាឡេស៊ីស្ថិតនៅក្រោមការគ្រប់គ្រងឬក៏ស្ថិតនៅក្រោមអាណានិគមនិយមរបស់អង់គ្លេសនឹងយូរជាងគេគឺតាំងពីឆ្នាំ1824រហូតដល់ឆ្នាំ1948ឥណ្ឌូនេស៊ីស្ថិតនៅក្រោមអាណានិគមនិយម2ដងទី1គឺព័រទុយហ្គាល់ពីឆ្នាំ1512ដល់ឆ្នាំ1605នៃគ្រិស្តសករាជនិងទី2គឺហូឡង់ចាប់ពីឆ្នាំ1605រហូតដល់ឆ្នាំ1941និងបន្ទាប់មកត្រូវបានឈ្លានពានដោយកងទ័ពជប៉ុនក្នុងសង្គ្រាមលោកលើកទី2ពីឆ្នាំ1942ដល់ឆ្នាំ1945ហ្វីលីពីនស្ថិតនៅក្រោមអំណាចនៃអាណានិគមនិយម2ដងទី1គឺអេស្ប៉ាញពីឆ្នាំ1565ដល់ឆ្នាំ1898នៃគ្រិស្តសករាជទី2គឺសហរដ្ឋអាមេរិកដែលមិនមែនជាអឺរ៉ុបពីឆ្នាំ1898ដល់ឆ្នាំ1946នៃគ្រិស្តសករាជប៉ុន្តែក្នុងនោះហ្វីលីពីនក៏រងនឹងការឈ្លានពានពីសំណាក់កងទ័ពជប៉ុននិងបានកាន់កាប់ជំនួសអាមេរិកចន្លោះឆ្នាំ1941ដល់ឆ្នាំ1946នៃគ្រិស្តសករាជសិង្ហបុរី
សង្ហបុរីស្ថិតនៅក្រោមអាណានិគមនិយមចក្រភពអង់គ្លេសចាប់ពីឆ្នាំ1819ដល់ឆ្នាំ1942និងក្នុងសម័យកាលសង្គ្រាមត្រជាក់ឆ្នាំ1946ដល់ឆ្នាំ1958ប៉ុន្តែចាប់ពីឆ្នាំ1958ដល់ឆ្នាំ1963សិង្ហបុរីគឺជារដ្ឋចំណុះមួយរបស់ម៉ាឡេស៊ីដោយបានបញ្ចប់នៅរបបអាណានិគមនិយមចក្រភពអង់គ្លេសរហូតដល់ឆ្នាំ1965ទើបផ្ដាច់ចេញពីម៉ាឡេស៊ីក្លាយជាប្រទេសឯករាជ្យពេញបរិបូរណ៍មីយ៉ាន់ម៉ាឬក៏ភូមាគឺជាអតីតប្រទេសខ្លាំងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកនិងជាប្រទេសព្រះពុទ្ធសាសនាដ៏ល្បីល្បាញក៏ជាប្រទេសដែលសម្បូរដោយធនធានដ៏សម្បូរបែបផងដែរប្រទេសភូមាបានធ្លាក់ចូលក្នុងនឹមអាណានិគមនិយមរបស់ចក្រភពអង់គ្លេសក្នុងឆ្នាំ1824នៃគ្រិស្តសករាជក្រោយចាញ់សង្គ្រាម3ដងជាប់គ្នារហូតដល់ឆ្នាំ1948ការចាញ់សង្គ្រាមរបស់ភូមាបានធ្វើឲ្យអំណាចអាណានិគមនិយមពង្រីកខ្លួនស្ទើរតែពេញតំបន់អាស៊ីអាគ្នេយ៍និងក៏ជារបបប្រវត្តិសាស្ត្រដ៏សំខាន់មួយនិងដ៏ខ្លាំងមួយរបស់ភូមាខណៈដែលបារាំងកាលនោះកំពុងតែកាន់កាប់តំបន់ឥណ្ឌូចិនទាំងមូលតែម្ដងប្រុយណេឬក៏យើងហៅថាប្រុយណេដារ៉ូសាឡឹមស្ថិតក្រោមអាណាព្យាបាលរបស់ចក្រភពអង់គ្លេសពីឆ្នាំ1888ដល់ឆ្នាំ1945ក្នុងកំឡុងពេលនៃសង្គ្រាមលោកលើកទី2ប្រុយណេត្រូវបានឈ្លានពានកាន់កាប់ដោយកងទ័ពជប៉ុនក្នុងឆ្នាំ1941ដល់ឆ្នាំ1945ក្រោយពេលចប់សង្គ្រាមលោកលើកទី2ប្រុយណេត្រូវបានត្រឡប់មកគ្រប់គ្រងវិញដោយចក្រភពអង់គ្លេសដដែលរហូតដល់ឆ្នាំ1984ទីម៉ូខាងកើតបានចាប់កំណើតនៅថ្ងៃទី20ខែឧសភាឆ្នាំ2002គឺជាប្រទេសដែលក្មេងជាងគេបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍នេះប៉ុន្តែប្រទេសនេះបានស្ថិតនៅក្រោមអាណានិគមនិយមរបស់ព័រទុយហ្គាល់អស់ជាង400ឆ្នាំរាប់ចាប់តាំងពីវត្តមានដំបូងរបស់ជនជាតិព័រទុយហ្គាល់នៅសតវត្សទី16កំឡុងឆ្នាំ1515ប៉ុន្តែត្រូវបានប្រកាសជាផ្លូវការថាជារដ្ឋអាណានិគមនិយមរបស់ព័រទុយហ្គាល់នៅឆ្នាំ1702រហូតដល់ឆ្នាំ1975ក្រោយមកត្រូវបានឈ្លានពាននិងកាន់កាប់រយៈពេលខ្លីដោយឥណ្ឌូនេស៊ីក្នុងសម័យសង្គ្រាមត្រជាក់ពីឆ្នាំ1975ដល់ឆ្នាំ1999ចុងក្រោយគឺវៀតណាមកម្ពុជានិងឡាវឬក៏យើងហៅរួមថាតំបន់ឥណ្ឌូចិននឹងហើយបងប្អូនខ្ញុំបាទសូមរៀបរាប់ប្រវត្តិត្រួសអំពីតំបន់ឥណ្ឌូចិនបារាំងបានគ្រប់គ្រងលើវៀតណាមខាងជើងបន្ទាប់ពីបានឈ្នះក្នុងសង្គ្រាមចិនបារាំងឆ្នាំ1884ឆ្នាំ1885បន្ទាប់មកក៏បានប្រកាសបង្កើតតំបន់ឥណ្ឌូចិននៅថ្ងៃទី17ខែតុលាឆ្នាំ1887ដោយរួមបញ្ចូលតំបន់អាណាមតុងកឹងនិងកូសាំងស៊ីនប្រទេសឡាវត្រូវបានបញ្ចូលមកក្នុងតំបន់ឥណ្ឌូចិនបន្ទាប់ពីបញ្ចប់វិបត្តិបារាំងសៀមនៅឆ្នាំ1893ក្នុងនោះប្រទេសកម្ពុជាត្រូវបានស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងនៅឆ្នាំ1863និងក្រោយមកនៅឆ្នាំ1887បារាំងបានដាក់បញ្ចូលកម្ពុជាទៅក្នុងសហព័ន្ធឥណ្ឌូចិននិងបានក្លាយទៅជាប្រទេសក្រោមអាណានិគមនិយមរហូតដល់ឆ្នាំ1953ចំណែកឯប្រទេសឡាវវិញត្រូវបានដាក់បញ្ចូលក្នុងសហព័ន្ធឥណ្ឌូចិននិងក្រោមអាណាព្យាបាលរបស់បារាំងក្នុងឆ្នាំ1893ក្រោយបញ្ចប់ជម្លោះរវាងបារាំងសៀមរហូតដល់ឆ្នាំ1953ចំណែកវៀតណាមបានធ្លាក់ក្រោមអាណាព្យាបាលបារាំងចាប់ពីឆ្នាំ1858រហូតដល់ឆ្នាំ1954ក្រោយបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី1នឹងហើយបងប្អូននេះគឺជាប្រទេសទាំង10នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះដែលទទួលរងនៅអំណាចអាណានិគមនិយមរបស់អឺរ៉ុបចាប់តាំងពីសតវត្សទី16រហូតដល់សតវត្សទី20លើកលែងតែប្រទេសថៃឬក៏កាលនោះហៅថាសៀមមួយប៉ុណ្ណោះដែលបានរួចផុតពីគ្រប់ដំណាក់កាលនៃអំណាចអាណានិគមនិយមរបស់អឺរ៉ុបតើដោយសារតែហេតុអ្វីដែរតើសៀមធ្វើនយោបាយបែបណាដើម្បីអាចគេចចេញពីអំណាចរបស់ពួកអាណានិគមនិយមគ្រប់ដំណាក់កាលបានបងប្អូនដោយសារតែប្រធានបទនេះវែងអញ្ចឹងខ្ញុំបាទសូមកាត់ចេញជា2វគ្គដែលវីដេអូដែលបងប្អូនកំពុងទស្សនានេះគឺជាវគ្គទី1នៅវគ្គទី2បងប្អូននឹងបានសិក្សាស្វែងយល់អំពីចម្លើយនិងមូលហេតុដែលសៀមអាចរួចផុតពីអំណាចអាណានិគមនិយមគ្រប់ដំណាក់កាលជាពិសេសនោះគឺបងប្អូននឹងបានជ្រាបអំពីរបត់នៃប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលធ្វើឲ្យជនជាតិថៃភាគច្រើននឹងនៅតែប្រកាន់ថាទឹកដីភាគខាងជើងមួយចំនួនរបស់ប្រទេសកម្ពុជាយើងហ្នឹងគឺជាអតីតទឹកដីរបស់គេទឹកដីខេត្តសៀមរាប
បាត់ដំបងនិងបន្ទាយមានជ័យពីខ្មែរទៅសៀមពីសៀមមកបារាំងនិងពីបារាំងមកខ្មែរវិញតើមានដំណើរដើមតងហ្នឹងយ៉ាងណាដែរជំរាបសួរសាជាថ្មីបងប្អូនទាំងអស់គ្នានេះគឺវគ្គទី2នៃប្រធានបទនយោបាយរបស់សៀមក្នុងការកិច្ចចេញពីអំណាចអាណានិគមនិយមអឺរ៉ុបក្នុងសតវត្សទី19និងទី20ប៉ុន្តែបើបងប្អូនចង់ជ្រាបអំពីថាតើប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះបានទទួលរងនៅអំណាចអាណានិគមនិយមអឺរ៉ុបណាខ្លះនិងក្នុងពេលណាសូមបងប្អូនទៅតាមដានសម្ដាប់វគ្គទី1នៃប្រធានបទនេះក្នុងវគ្គទី2នៃប្រធានបទនេះបងប្អូននឹងបានសិក្សាស្វែងយល់អំពីមូលហេតុដែលសៀមអាចរួចផុតពីអំណាចអាណានិគមនិយមគ្រប់ដំណាក់កាលនិងជាពិសេសនោះគឺបងប្អូននឹងបានដឹងអំពីរបត់នៃប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលធ្វើឲ្យជនជាតិថៃបច្ចុប្បន្ននេះភាគច្រើននៅតែប្រកាន់ថាទឹកដីភាគខាងជើងនៃប្រទេសកម្ពុជាមួយចំនួនជាអតីតទឹកដីរបស់គេជាពិសេសគឺទឹកដីខេត្តសៀមរាបបាត់ដំបងនិងបន្ទាយមានជ័យតើរឿងរ៉ាវពិតនោះវាយ៉ាងណាដែរនឹងឲ្យបងប្អូនដើម្បីភ្ជាប់ទំនាក់ទំនងនៃរឿងនេះខ្ញុំបាទសូមលើកយកនៅអំណាងប្រវត្តិសាស្ត្ររបស់កម្ពុជារបស់យើងថាតើខេត្តសៀមរាបបាត់ដំបងនិងបន្ទាយមានជ័យបានធ្លាក់ចូលក្នុងដៃសៀមដោយរបៀបណានិងតាំងពីពេលណាហើយតើសៀមព្រមប្រគល់មកឲ្យកម្ពុជាវិញនៅពេលណានិងដោយសារតែហេតុអ្វីដែរនឹងហើយបងប្អូនឥឡូវយើងនឹងវិលត្រឡប់ទៅកាន់ឆ្នាំ1779នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទរាមាធិបតីទី3ឬក៏ព្រះអង្គឯងបងប្អូនដឹងទេក្នុងរាជ្យព្រះបាទរាមាធិបតីទី3ក្រោយទ្រង់បានឡើងគ្រងរាជ្យនគរសៀមបានលើកទ័ពមកឈ្លានពាននគរខ្មែរចំនួន2ដងក្នុងនោះឆ្នាំ1784នៃគ្រិស្តសករាជម្ដងនិងក្នុងឆ្នាំ1794ម្ដងទៀតការឈ្លានពានលើកទី2ក្នុងឆ្នាំ1794គឺជាការឈ្លានពានទាំងនយោបាយឬក៏ឧបាយកលនិងកម្លាំងកងទ័ពការឈ្លានពានដោយនយោបាយឬក៏ឧបាយកលនោះគឺថានៅសង្គ្រាមលើកទី1ក្នុងឆ្នាំ1784នៃគ្រិស្តសករាជក្រោយច្បាំងចាញ់កម្ពុជាកងទ័ពសៀមទាំង3ច្រកបានដកត្រឡប់ទៅវិញហើយស្នើសុំចុះសន្ធិសញ្ញាសន្តិភាពនិងបែងចែកទឹកដីច្បាស់លាស់ជាមួយកម្ពុជាចៅហ្វាម៉ូដែលជាមហាឧបរាជរបស់ខ្មែរដោយពុំចង់ឃើញការបង្ហូរឈាមក៏យល់ព្រមតាមសំណើរបស់សៀមទាំងលោកក៏ដឹងផងដែរថាការងាកមកចរចាសន្តិភាពរបស់សៀមនេះគឺមិនស្មោះត្រង់ដោយសារតែគ្រានោះនគរភូមាបានលើកទ័ពធំវាយសម្រុកចូលនគរសៀមដូច្នេះសៀមខ្លាចថាមានគ្រោះទាំងសងខាងក៏បង្ខំចិត្តដកទ័ពនិងបញ្ឈប់សង្គ្រាមជាមួយនឹងកម្ពុជា8ឆ្នាំក្រោយគឺនៅឆ្នាំ1792ដោយមើលឃើញថាចៅហ្វាម៉ូគឺជាឆ្អឹងទទឹងករបស់ខ្លួនសៀមបានធ្វើល្បិចដោយឲ្យអុកញ៉ាវាំងសួសនិងចៅហ្វាបែនដែលជាចារកម្មជនរបស់ខ្លួនសម្រាប់ចៅហ្វាម៉ូក្នុងកម្មវិធីជប់លៀងមួយក្បែរក្រុងឧដុង្គនៅឆ្នាំ1792នៃគ្រិស្តសករាជអុកញ៉ាក្រឡាហោមអោកបានដឹងអំពីអំពើក្បត់របស់ចៅហ្វាបែននិងអុកញ៉ាវាំងសួសក៏បានហៅអុកញ៉ាតេជោតែនដែលជាប្អូនបង្កើតរបស់ចៅហ្វាម៉ូមកច្បាំងនឹងកងទ័ពបង្កប់ក្នុងវាំងរបស់ចៅហ្វាបែនក្រោយមកចៅហ្វាបែននិងអុកញ៉ាវាំងសួសដោយមើលឃើញថាខ្លួនមិនអាចច្បាំងឈ្នះកងទ័ពរបស់អុកញ៉ាតេជោតែនក៏ចាប់ប្រកាយព្រះមហាក្សត្រព្រះអង្គឯងធ្វើជាចំណាប់ខ្មាំងនាំព្រះអង្គភៀសទៅកាន់ធនបុរីនគរសៀមនៅឆ្នាំ1792នៃគ្រិស្តសករាជក្រុងឧដុង្គត្រូវបានគ្រប់គ្រងដោយអុកញ៉ាតេជោតែននិងអុកញ៉ាក្រឡាហោមអោកការឈ្លានពានដោយកងទ័ពរបស់សៀមនោះគឺថា2ឆ្នាំក្រោយគឺនៅឆ្នាំ1794នៃគ្រិស្តសករាជបន្ទាប់ពីធ្វើឃាតចៅហ្វាម៉ូនិងចាប់ព្រះកាយព្រះមហាក្សត្រសៀមបានប្រកាសថាអុកញ៉ាតេជោតែនគឺជាជនក្បត់ដណ្ដើមរាជបល្ល័ង្កសៀមមិនទទួលស្គាល់រដ្ឋាភិបាលខ្មែរនោះទេដោយទទួលស្គាល់តែព្រះអង្គឯងដែលជាព្រះមហាក្សត្រស្របច្បាប់តែមួយអង្គគត់ដែលកំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនហេតុដូច្នេះហើយសៀមបានប្រើលេសមួយនេះលើកទ័ពចំនួន70000នាក់ដឹកនាំដោយចក្រៃបែនឬក៏ចៅហ្វាបែនមកលុកលុយកម្ពុជាត្រង់ខេត្តសៀមរាបនិងបាត់ដំបងច្បាំងជាមួយកងទ័ពអុកញ៉ាតេជោតែនដោយសារតែកម្លាំងកងទ័ពតិចជាងសៀមអុកញ៉ាតេជោតែនក៏ច្បាំងចាញ់ក្នុងសង្គ្រាមនិងស្លាប់នៅក្នុងសង្គ្រាមនោះទៅដូច្នេះសៀមក៏បានកាន់កាប់ខេត្តសៀមរាប
និងបាត់ដំបងក្រោមអំណាចរបស់ចក្រៃបែននៅឆ្នាំ1795នៃគ្រិស្តសករាជនិយាយពីព្រះមហាក្សត្រព្រះអង្គឯងវិញទ្រង់ត្រូវបានស្ដេចសៀមរាមាទី1បង្ខំឲ្យឡាយប្រហោះលេខាប្រគល់ទឹកដីខេត្តសៀមរាបនិងបាត់ដំបងឲ្យទៅសៀមព្រះអង្គឯងបានបដិសេធជាច្រើនលើកច្រើនសារនិងថែមទាំងបានធ្វើកោតកម្មបង្អត់អាហាររហូតធ្លាក់ខ្លួនប្រឈួនសោយទីវង្គតនៅស្រុកសៀមនៅឆ្នាំ1796នៃគ្រិស្តសករាជនៅគ្រានោះកម្ពុជាពុំមានព្រះមហាក្សត្រសោយរាជ្យនោះទេចន្លោះពីឆ្នាំ1796ដល់ឆ្នាំ1802ប៉ុន្តែមិនមែនមានន័យថាកម្ពុជាត្រូវគ្រប់គ្រងដោយសៀមនោះទេពីព្រោះទីក្រុងឧដុង្គស្ថិតនៅក្រោមការគ្រប់គ្រងរបស់អុកញ៉ាក្រឡាហោមអោកនិងអង្គច័ន្ទដែលជាបុត្រច្បងរបស់ព្រះអង្គឯងសៀមគ្រាន់តែកាត់ខេត្តសៀមរាបនិងបាត់ដំបងដាក់ជាចំណុះរបស់ខ្លួនតែប៉ុណ្ណោះដល់ឆ្នាំ1802ទើបព្រះអង្គច័ន្ទឡើងគ្រងរាជ្យបន្តពីបិតានឹងហើយបងប្អូនព្រឹត្តិការណ៍ទាំងអស់នេះហើយគឺជាដើមហេតុដែលខេត្តសៀមរាបនិងបាត់ដំបងត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់សៀមឯកសារយោងពាក់ព័ន្ធនឹងរឿងរ៉ាវមួយនេះខ្ញុំបានដាក់ចូលក្នុងវីដេអូ description ខាងក្រោមតទៅនេះខ្ញុំបាទនឹងរៀបរាប់អំពីដំណើរដើមតងថាតើហេតុអ្វីបានជាសៀមត្រូវប្រគល់ទឹកដីទាំងនោះឲ្យមកបារាំងវិញខ្ញុំបាទនឹងលើកយកតែឯកសារចំនួនរវាងបារាំងសៀមឆ្នាំ1893នៃគ្រិស្តសករាជមកចែកជូនបងប្អូនបានជ្រាបប៉ុន្តែត្រង់ចំណុចនេះខ្ញុំបាទក៏នឹងលើកយកនៅមូលហេតុឬក៏នយោបាយការបរទេសរបស់សៀមមួយចំនួនដើម្បីអាចឬនាំឲ្យរួចផុតពីអំណាចអាណានិគមនិយមអឺរ៉ុបជាពិសេសគឺបារាំងនិងអង់គ្លេសបងប្អូនវាមិនមែនជារឿងចៃដន្យនោះទេឬក៏ជារឿងសំណាងរបស់សៀមនោះទេដែលអាចរួចផុតពីអំណាចអាណានិគមនិយមប៉ុន្តែវាគឺជានយោបាយឬក៏ជាយុទ្ធសាស្ត្រដ៏វៃឆ្លាតរបស់សៀមជាពិសេសគឺកំឡុងការគ្រប់គ្រងរបស់ព្រះមហាក្សត្រសៀមព្រះបាទមង្ឃុតនិងព្រះបាទជូឡាលង្កនប៉ុន្តែជាក់ស្ដែងទន្ទឹមនឹងផលប្រយោជន៍ដែលសៀមទទួលបានសៀមក៏មានខាតបង់ផងដែរខាងក្រោមនេះគឺជាមូលហេតុចម្បងមួយចំនួនដែលអាចធ្វើឲ្យសៀមរួចផុតពីអំណាចនៃអាណានិគមនិយមអឺរ៉ុបទី1ទឹកដីសៀមគឺជាទីតាំងអំណោយផលឬក៏ទីតាំងយុទ្ធសាស្ត្រប្រទេសថៃបានដើរតួនាទីជាតំបន់ការពាររវាងអំណាចអាណានិគមនិយមរបស់បារាំងនិងអង់គ្លេសមហាអំណាចអឺរ៉ុបទាំងពីរនេះពេញចិត្តដាក់ឲ្យនគរសៀមនៅឯករាជ្យពីព្រោះគេមិនចង់ប៉ះទង្គិចគ្នានោះទេមានន័យថាគេចង់យកប្រទេសសៀមជាតំបន់សុវត្ថិភាព free zone ឬជាព្រំដែនសុវត្ថិភាពរវាងចក្រភពទាំងពីរខណៈបារាំងកាន់កាប់ឥណ្ឌូចិនហើយអង់គ្លេសកំពុងតែកាន់កាប់ភូមាប៉ុន្តែយ៉ាងណាក៏ដោយក៏វាមិនមែនសុវត្ថិភាពដោយគ្មានការប្រឹងប្រែងធ្វើនយោបាយការទូតពីសៀមនោះទេទី2គឺជំនាញខាងការទូតឬក៏នយោបាយការបរទេសដ៏ខ្លាំងពូកែរបស់សៀមការពិតបងប្អូនត្រូវតែទទួលស្គាល់ថាអ្នកដឹកនាំនគរសៀមជាពិសេសគឺព្រះបាទមង្ឃុតនិងព្រះបាទជូឡាលង្កនដែលបានដើរតួនាទីយ៉ាងសំខាន់ពួកទ្រង់បានអនុម័តគោលនយោបាយបើកប្រទេសសៀមឲ្យមានការធ្វើពាណិជ្ជកម្មបរទេសដោយសេរីដើម្បីផ្គាប់ចិត្តពួកមហាអំណាចអឺរ៉ុបទាំងនោះដោយបដូរមកវិញនៅការចរចាសម្បទានណាមួយនៅពេលចាំបាច់ទី3គឺការធ្វើទំនើបភាវូពាណិជ្ជកម្មសៀមព្រះបាទជូឡាលង្កនបានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់សំខាន់ដើម្បីធ្វើទំនើបកម្មរដ្ឋាភិបាលនិងយោធារបស់សៀមប្រការនេះបានជួយសៀមបង្កើតបាននូវរូបភាពនៃរដ្ឋដ៏រឹងមាំមួយស្ថិតនៅចំកណ្ដាលនៃមហាអំណាចអាណានិគមនិយមបារាំងនិងអង់គ្លេសដោយបង្ហាញឲ្យពួកគេមើលឃើញថាសៀមមិនត្រូវការអន្តរាគមន៍របស់អឺរ៉ុបនោះទេប៉ុន្តែទោះជាយ៉ាងនេះក្តីក៏សៀមនៅតែបង្ហាញកម្លាំងពិតរបស់ខ្លួនឲ្យពួកអឺរ៉ុបបានឃើញដែលកម្លាំងពិតនេះហើយដែលអឺរ៉ុបជាពិសេសបារាំងនៅឥណ្ឌូចិនបានសម្លឹងមើលឃើញនៅចំណុចខ្សោយដ៏គួរឲ្យទាក់ទាញជាច្រើនពីសៀមក្នុងនោះបារាំងបានដឹងថាកងទ័ពសៀមមិនខ្លាំងក្លាដូចអ្វីដែលគេបានឮមកនោះទេក្រៅពីនេះសៀមបានឈ្លានពានកាន់កាប់ទឹកដីប្រទេសជិតខាងមានឡាវនិងកម្ពុជាជាដើមដែលស្ថិតនៅក្រោមអំណាចរបស់បារាំងឬត្រូវបានពឹងពាក់ឲ្យបារាំងជួយឈឺឆ្អាលដូច្នេះក្នុងនាមជាអាណាព្យាបាលបារាំងត្រូវតែឈឺឆ្អាលចំពោះការស្នើសុំរបស់ប្រទេសជាចំណុះរបស់ខ្លួនទី4គឺការធ្វើនយោបាយបង្កចំនួននិងនយោបាយអាសាច់ជូនខ្លាបារាំងដឹងថាបើទោះជាសៀមបានធ្វើកំណែតម្រង់ផ្នែកកងទ័ពប៉ុន្តែកងទ័ពសៀមមិនទាន់ខ្លាំងពូកែនោះទេហេតុដូច្នេះហើយទើបនៅឆ្នាំ1893នៃគ្រិស្តសករាជ
អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិនលោក Chen de la Maison បានបញ្ជូនលោក Auguste Pavi ជាអគ្គរដ្ឋទូតទៅកាន់ក្រុងបាងកកដើម្បីស្នើសុំដាក់ប្រទេសឡាវឲ្យស្ថិតនៅក្រោមសហព័ន្ធឥណ្ឌូចិនកាលនោះសៀមទំនងជាយល់ច្រឡំថាខ្លួននឹងទទួលបានការគ្រប់គ្រងពីចក្រភពអង់គ្លេសទើបសម្រេចចិត្តបដិសេធនឹងសំណើរបស់បារាំងហើយសម្រេចបញ្ជូនកម្លាំងកងទ័ពកាន់តែច្រើននិងមន្ត្រីរដ្ឋបាលទៅកាន់តំបន់ដែលបារាំងបានទាមទារបង្កឬក៏បង្កើតចំនួនកាន់តែខ្លាំងនៅតំបន់នោះស្របពេលនោះកងទ័ពសៀមបានចាប់ជនជាតិបារាំង3នាក់ចេញពីទន្លេមេគង្គដែល2នាក់ក្នុងចំណោមពួកគេគឺ James Penoy និង Esquelot ពីបទរត់ពន្ធអាភៀនរឿងមួយទៀតនោះគឺអគ្គទេសាភិបាលបារាំងប្រចាំលួងព្រះបាងលោក Victor Alphonse Massy បានកើតជំងឺគ្រុនចាញ់ហើយបានសម្លាប់ខ្លួនដើម្បីបដិសេធក្នុងការវិលត្រឡប់ទៅកាន់ទីក្រុងសាយហ្គននៅឯបារាំងឯនោះវិញរឿងទាំងពីរនេះត្រូវបានសភាអាណានិគមនិយមបារាំង Parti Colonel យកមកធ្វើជាលេសក្នុងការដុតកំហឹងអ្នកជាតិនិយមបារាំងឲ្យខឹងសម្បានឹងសៀមយ៉ាងខ្លាំងក្រោយការស្លាប់របស់លោក Victor Alphonse Massy បារាំងបានតែងតាំងលោក Auguste Pavi កាន់តំណែងបន្តនៅឆ្នាំ1893លោក Pavi ក៏បានបង្ខំឲ្យសៀមដកទ័ពចេញពីត្រើយខាងកើតភាគខាងត្បូងខេត្តខំមួននិងបានបញ្ជូនកប៉ាល់កាំភ្លើងធំទៅកាន់ទន្លេចៅប្រយ៉ាក្បែរក្រុងបាងកកដើម្បីគម្រាមដាក់សម្ពាធសៀមនៅភាគខាងជើងបារាំងបានចូលឡោមព័ទ្ធលើកោះខួងនៅភាគខាងត្បូងសៀមបានវាយឆ្មក់លើភូមិកេងខេតបានបណ្ដាលឲ្យមានការសម្លាប់អធិការប៉ូលីសបារាំងលោក Gosgoren និងជនជាតិវៀតណាម7នាក់ការស្លាប់នៃលោក Gosgoren បានคล้ายជាដើមហេតុនិងជាលេសដ៏រឹងមាំមួយរបស់បារាំងក្នុងការបង្កើតភាពតានតឹងជាមួយសៀមក្រោយពេលប្រកាសក្នុងចិត្តថាអង់គ្លេសមិននៅពីក្រោយខ្នងសៀមទេបារាំងក៏បានចូលទៅមួយជំហានទៀតក្នុងខែកក្កដាឆ្នាំ1893ដោយបានបញ្ជូនកប៉ាល់ចម្បាំងទៅគៀកក្រុងបាងកកដោយគ្មានការអនុញ្ញាតពីសៀមប៉ុន្តែត្រូវបានបាញ់ប្រហារដោយកងទ័ពសៀមនៅថ្ងៃទី13ខែកក្កដាឆ្នាំ1893នៅតំបន់បាក់ណាមកប៉ាល់បារាំងបានបាញ់ត្រឡប់ទៅវិញនិងបានបើកសម្រុកទៅព័ទ្ធក្រុងបាងកកនិងបានដាក់ឱសានវត្តឲ្យសៀមត្រឹមថ្ងៃទី20ខែកក្កដាឆ្នាំ1893ឲ្យសៀមដកទ័ពថយទាំងអស់ចេញពីទឹកដីភាគខាងកើតនៃទន្លេមេគង្គនិងសងសំណង3លានហ្វ្រង់ក្នុងការបង្កការបាញ់ប្រហារនៅបាក់ណាមជាពិសេសនោះគឺបង្ខំឲ្យវែកមុខអ្នកដែលទទួលខុសត្រូវក្នុងការសម្លាប់នៅតំបន់ដែលមានចំនួនសំណើឱសានវត្តរបស់បារាំងនេះសៀមមិនបានយល់ព្រមនោះទេហេតុនេះបារាំងក៏បានបិទគប់ច្រកសមុទ្រសៀមភ្លាមៗដើម្បីដាក់សម្ពាធពេលនោះអង់គ្លេសបានបញ្ជូននាវា3គ្រឿងចូលមកទន្លេចៅប្រយ៉ាច្រកសមុទ្រសៀមប៉ុន្តែមិនមែនជួយសៀមនោះទេគឺមកត្រៀមជន្លៀសជនជាតិអង់គ្លេសចេញពីតំបន់ដែលមានជន្លោះបើសិនជាអាចទុះឡើងចុងក្រោយសៀមបានដឹងច្បាស់ថាអង់គ្លេសមិនគាំទ្រខ្លួននោះទេក៏យល់ព្រមតាមសំណើរបស់បារាំងទាំងអស់ដើម្បីការពារប្រទេសប៉ុន្តែខណៈនោះបារាំងបានទាមទារបន្ថែមទៀតគឺការកាន់កាប់ខេត្តចន្ទបុរីរបស់សៀមជាបណ្ដោះអាសន្ននិងឲ្យសៀមដកកងទ័ពចេញពីទឹកដីខេត្តសៀមរាបនិងបាត់ដំបងរបស់កម្ពុជាព្រមទាំងតំបន់ទទឹងភាគខាងលិចទន្លេមេគង្គចម្ងាយ25គីឡូម៉ែត្រថែមទៀតផងនឹងឲ្យបងប្អូនចំនួននេះបានបញ្ចប់ក្រោយបារាំងនិងសៀមយល់ព្រមចុះហត្ថលេខាលើសន្ធិសញ្ញាថ្ងៃទី3ខែតុលាឆ្នាំ1893ជាពេលដែលសៀមប្រគល់ទឹកដីឡាវទៅឲ្យបារាំងនិងបាត់បង់ការគ្រប់គ្រងនៅខេត្តសៀមរាបនិងបាត់ដំបងរបស់កម្ពុជានៅឆ្នាំ1904បារាំងនិងអង់គ្លេសបានបញ្ចប់សង្គ្រាមនៅតំបន់អាស៊ីអាគ្នេយ៍តែបារាំងនៅតែបន្តកាន់កាប់ខេត្តចន្ទបុរីនិងខេត្តត្រាតរបស់សៀមរហូតដល់ឆ្នាំ1907ពេលដែលសៀមព្រមប្រគល់ទឹកដីខេត្តសៀមរាបនិងបាត់ដំបងនិងបន្ទាយមានជ័យមកឲ្យកម្ពុជាវិញនឹងហើយបងប្អូនចំណុចទី4នេះហើយគឺជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់សៀមនិងកម្ពុជាទាក់ទងនឹងការកាន់កាប់ខេត្តសៀមរាបនិងបាត់ដំបងនិងបន្ទាយមានជ័យជាទូទៅយើងមើលឃើញថានយោបាយរបស់សៀមគឺជានយោបាយដ៏ប៉ិនប្រសប់ក្នុងនោះនយោបាយសៀមក្នុងយុគសម័យនៃអាណានិគមនិយមអឺរ៉ុបគឺត្រូវបានកំណត់ជាលក្ខណៈដោយការតស៊ូដើម្បីរក្សានៅឯករាជ្យភាពរបស់ប្រទេសតាមរយៈការទូតដ៏ប៉ិនប្រសប់ការធ្វើយុទ្ធសាស្ត្រ
និងកំណែតម្រង់ផ្ទៃក្នុងសៀមបានគ្រប់គ្រងនិងលះបង់ដើម្បីជៀសវាងការធ្វើអាណានិគមនិយមដោយផ្ទាល់បើទោះជាសៀមបានប្រគល់ឬក៏បានបាត់បង់ទឹកដីខ្លះប៉ុន្តែទឹកដីទាំងនោះគឺជាទឹកដីចំណុះរបស់ខ្លួនតែប៉ុណ្ណោះទន្ទឹមនឹងការព្រមទទួលយកឥទ្ធិពលពីលោកខាងលិចការកែប្រែបរិបទនៃការគ្រប់គ្រងនិងរដ្ឋបាលរបស់ខ្លួនដើម្បីសម្របខ្លួននិងបង្ហាញថាសៀមគឺជាប្រទេសខ្លាំងនិងជាប្រទេសស៊ីវិល័យនៅក្នុងតំបន់ដោយមិនត្រូវការកំណែតម្រង់ដោយផ្ទាល់ពីពួកអឺរ៉ុបនោះទេបទពិសោធន៍ទាំងនេះហើយបានបណ្ដុះគ្រាប់ពូជនៃជាតិនិយមរបស់សៀមដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសតវត្សទី19និង20នឹងហើយបងប្អូនបើបងប្អូនចង់ជ្រាបបន្ថែមអំពីរឿងនេះសូមបងប្អូនចុចតាមតំណភ្ជាប់ក្នុង description នៃវីដេអូនេះប្រធានបទរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំបាទសូមអរគុណបងប្អូនដែលបានតាមដានតាំងពីដើមដល់ចប់យ៉ាងណាក៏ដោយខ្ញុំបាទក៏សូមខន្តីអភ័យទោសបើសិនជាការបកស្រាយរបស់ខ្ញុំបាទមានកំហុសឆ្គងបើសិនជាខ្ញុំបាទមានកំហុសឆ្គងណាមួយសូមបងប្អូនមេត្តាជួយកែតម្រូវដល់ខ្ញុំបាទផងពីព្រោះខ្ញុំបាទពុំមានគោលបំណងក្នុងការកែកលាយការពិតនៃប្រវត្តិសាស្ត្រនោះទេជាចុងក្រោយសូមគោរពជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា